សមាគមនារីសាខាខេត្តកំពង់ចាមអញ្ជើញចុះសួរសុខទុក្ខលោកស្រីសុកសុវណ្ណីដែលកំពុងសម្រាប់ព្យាបាលជំងឺនៅឃុំព្រៃកក់ស្រុកស្ទឹងត្រង់ដោយមានការយកចិត្តទុកដាក់ដល់អាជ្ញាធរមូលដ្ឋាននាព្រឹកថ្ងៃទី2ខែមិថុនាឆ្នាំ2025លោកជំទាវប៉ាងដានីប្រធានប្រតិបត្តិសាខាសមាគមនារីខេត្តដើម្បីសន្តិភាពនិងការអភិវឌ្ឍអមដំណើរដោយលោកបានស្រេងអភិបាលស្រុកស្ទឹងត្រង់និងសហការីសមាគមនារីខេត្តកំពង់ចាមបានអញ្ជើញចុះសួរសុខទុក្ខផ្ដល់ថវិកាមួយចំនួនជូនដល់លោកស្រីសុកសុវណ្ណីអភិបាលរងស្រុកស្ទឹងត្រង់កំពុងសម្រាប់ព្យាបាលជំងឺនៅគេហដ្ឋានក្នុងភូមិព្រែកបារាំងឃុំព្រែកកក់ស្រុកស្ទឹងត្រង់លោកជំទាវប៉ាងដានីបានមានប្រសាសន៍លើកទឹកចិត្តនិងផ្ដាំផ្ញើដល់លោកស្រីសុកសុវណ្ណីអភិបាលរងស្រុកស្ទឹងត្រង់និងក្រុមគ្រួសារត្រូវខិតខំព្យាបាលជំងឺឲ្យឆាប់ជាសះស្បើយវិលមករកសុខភាពធម្មតាវិញដើម្បីចូលបំពេញការងារបម្រើជាតិនិងប្រជាជនក្នុងមូលដ្ឋានបន្តទៀតហើយក្នុងនោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នឹងនៅជាមួយរួមសុខរួមទុក្ខជាមួយបងប្អូនយើងជានិច្ចលោកជំទាវអភិបាលរងខេត្តក៏បានមានប្រសាសន៍ថ្លែងអំណរគុណលោកស្រីសុកសុវណ្ណីក្នុងនាមជាអាជ្ញាធរមូលដ្ឋានកន្លងមកបានខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ព្រមទាំងបានលះបង់កម្លាំងកាយចិត្តនិងពេលវេលាដោយពុំគិតពីការនឿយហត់ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយការយកចិត្តទុកដាក់និងភាពស្និទ្ធស្នាលដែលបង្ហាញឲ្យឃើញនៅការរួបរวมសាមគ្គីនិងភាពស្មោះត្រង់ចំពោះប្រទេសជាតិថ្នាក់ដឹកនាំនិងប្រជាជនដោយសេចក្តីរំភើបយ៉ាងក្រៃលែងចំពោះទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្តលោកស្រីសុកសុវណ្ណីអភិបាលរងស្រុកស្ទឹងត្រង់និងក្រុមគ្រួសារបានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប៉ាងដានីប្រធានប្រតិបត្តិសាខាសមាគមនារីខេត្តនិងសហការីទាំងអស់បើទោះបីជាមានការមមាញឹកយ៉ាងណាក៏ដោយក៏បានចំណាយពេលវេលាដ៏មានតម្លៃបានអញ្ជើញចុះមកសួរសុខទុក្ខរូបលោកស្រីដល់គេហដ្ឋានផ្ទាល់តែម្ដង